ថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបបើកនិងបិទTouch ដែលមាននៅលើ iOS ដូចជានៅលើ iPhone ព្រមទាំង iPad ហើយកម្មវិធី Touch នេះគឺវាជា shortcut ខ្លីមួយសម្រាប់ឲ្យបងប្អូនបើកកម្មវិធីផ្សេងៗដូចជាយើងបន្ថយសំឡេងយើងដំឡើងសំឡេងយើង screenshot យើងចូលទៅកាន់power ដូចជាកំណត់ថ្មឬក៏យើងចូលទៅកាន់កម្មវិធីផ្សេងហើយមុននឹងបិទឬបើកវាបានយើងត្រូវ scroll ដើម្បីទៅរកពាក្យថា setting យើង scroll ទៅរកពាក្យ setting ហើយបន្ទាប់ពីយើងឃើញដូចបានបង្ហាញនេះយើងចុចទៅលើ setting បន្ទាប់មកយើង scroll ឡើងលើមកយើងនឹងទៅរកពាក្យ accessibility បន្ទាប់មកយើងចុចចូល accessibility យើងចុចទៅរកស្វែងរកពាក្យថា touch បន្ទាប់យើងឃើញពាក្យថា touch ហើយយើងចូលទៅកាន់ touch បន្ទាប់មកយើងចូលទៅកាន់ touch ហើយយើងឃើញ accessible touch យើងចូលទៅ accessible touch ឥឡូវ accessible touch កំពុងតែ on យើងចង់បិទtouch យើងគ្រាន់តែ off វាមកយើងចុចសញ្ញា Q ហ្នឹង off មកនឹងបាត់នៅលើអេក្រង់ដូចដែរបានបង្ហាញដើម្បីយើងចូលទៅបើកវិញយើងចូលទៅកន្លែងដដែលមកហើយយើងគ្រាន់តែ on វាមកវានឹងឃើញនៅលើអេក្រង់ទូរស័ព្ទ iPhone ហើយ touch នេះគឺងាយស្រួលក្នុងការបងប្អូនបិទសលេងឬក៏តម្លើងសំឡេង